សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel PPL រឿងដែលនេះគឺជា Channel ថ្មីរបស់ខ្ញុំដែលខ្ញុំបង្កើតឡើងសម្រាប់ចែករំលែកនៅរឿងព្រឹកព្រួយនៃព្រឹត្តិការណ៍ពិតកើតឡើងជាក់ស្ដែងនៃពពួកលោកទៅផងដែរហើយថ្ងៃនេះផងដែរខ្ញុំបាទបំណងយកការសម្ដែងរឿងមួយចែកជូនបងប្អូនទាំងអស់គ្នាសំណាក់ដូចតទៅបាទដើមហេតុនៅសាច់រឿងដំបូងមានបងអូនស្រីម្នាក់បានចែករំលែកមកកាន់ខ្ញុំតើតនឹងគាត់ធ្វើការនៅខាងខេត្តព្រះសីហនុនៅខាងកំពង់សោមគាត់ទៅធ្វើការចំនួនគ្នា3នាក់ខាងផ្នែកអនឡាញហើយដោយសារតែគាត់ជាមនុស្សស្រីហើយគាត់នៅក្នុងបន្ទប់របស់ពួកគាត់ហើយស្រាប់តែពេលនោះផងដែរមិត្តភក្តិរបស់គាត់ម្នាក់ទៀតហ្នឹងគាត់ក៏បានមានអាការៈចម្លែកដូចជាចូលចិត្តនៅម្នាក់ឯងអង្គុយនៅកន្លែងស្ងាត់ហើយពេលខ្លះទៀតគាត់ក៏បានឈរលើចម្រឹងបង្អួចប្រងលោនពីលើអាគារហើយពេលខ្លះទៀតក៏មានសកម្មភាពប្លែកៗតែម្ដងបាទដោយសារតែដើមហេតុចំដំបូងនោះគឺមកពីគាត់បានសន្យាជាមួយមិត្តភក្តិរបស់គាត់កាលនៅស្រុកបាទចំណែកឯពេលសន្យាជាមួយមិត្តភក្តិរបស់គាត់នោះគឺគាត់បាននិយាយថាកាលពីចំណងគាត់នៅរៀននៅថ្នាក់បឋមមកដល់អនុវិទ្យាល័យហ្នឹងគាត់បានស្គាល់នឹងមិត្តភក្តិម្នាក់ដែលជាមិត្តភក្តិស្រីដូចគ្នាហ្នឹងក៏បានសន្យាជាមួយគ្នាថាពេលដែលធំឡើងមានការងារធ្វើគឺទិញរបស់រួមគ្នាយើងទៅណាជុំគ្នាដែលលេខជុំគ្នាបែបមិត្តភាពការរាប់អានគ្នាបងប្អូនបាទសារទៅពេលនោះផងដែរជាអកុសលមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតស្រាប់តែពេលនោះមុននឹងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺមិត្តភក្តិរបស់គាត់ហ្នឹងគឺឆ្លាញ់កតាបមួយខ្លាំងមែនតើដែលកតាបនោះគឺជាកតាបដូចថាទិញ2នាក់មិត្តភក្តិអីចឹងណាកតាបបែបលក្ខណៈថាគូស្នេហ៍បែបលក្ខណៈមិត្តភក្តិដែលទិញជូនគ្នាឬក៏ទិញពាក់ជាមួយគ្នាអីចឹងណាបាទស្រាប់តែពេលនោះគឺមិត្តភក្តិដែលបានស្លាប់ហ្នឹងគឺគាត់បំរុងថានឹងទិញកតាបហ្នឹងអញ្ចឹងដោយសារតែគាត់បានគ្រោះថ្នាក់ចរាចរណ៍ទៅគឺគាត់មិនបានទិញទៅបាទគាត់ក៏បានស្លាប់បងជីវិតបាត់ទៅចំណែកឯមិត្តភក្តិរបស់គាត់តែនៅចាំពីសន្យាហ្នឹងគឺគាត់បានទិញកាបូបមួយចំនួន1ប៉ុន្តែគាត់ក៏បានទិញកាបូបមួយទៀតហ្នឹងឲ្យទៅមិត្តភក្តិរបស់គាត់ទេដែលជាហេតុដើមចំនៅរឿងហ្នឹងគឺកាត់មកដល់ពេលបច្ចុប្បន្ននឹងឯងគឺគាត់តែងតែមានអាការៈចម្លែកដូចជាចង់លោតពីលើគីហ្នឹងបងប្អូនបាទដោយសារតែវិញ្ញាណរបស់មិត្តភក្តិរបស់គាត់ហ្នឹងគឺបានចូលសន្ធឹកបាទខ្ញុំនិយាយមកដល់ចំណុចនេះបងប្អូនទាំងអស់គ្នាបាទខ្ញុំរៀងមានអារម្មណ៍ថាព្រឺសម្បល់បន្តិចដែរបាទហើយសាច់រឿងបន្តទៀតរបស់យើងគឺកាត់មកដល់ប្លង់ពេលដែលគាត់មានអាការៈចម្លែកដល់ថ្នាក់ថ្ងៃមួយនេះគឺគាត់ចង់ធ្វើអត្តឃាតសម្រាប់ខ្លួនចង់ទៅចងកឬក៏ធ្វើសកម្មភាពប្លែកខ្លះមែនទេបងប្អូនទាំងអស់គ្នាស្រាប់តែមានថ្ងៃមួយនោះគាត់បានស្រែកឡូឡាជាខ្លាំងហើយបណ្ដាឲ្យមិត្តភក្តិក្នុងបន្ទប់របស់គាត់ចំនួន3នាក់ហ្នឹងគឺមានការឆ្ងល់សង្ស័យមែនទែនហើយបងអូនស្រីដែលបានចែករំលែកសាច់រឿងមកកាន់ខ្ញុំហ្នឹងគឺគាត់បានទៅតាក់ទងជាមួយនឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀតដើម្បីធ្វើការសាកសួរហើយមិត្តភក្តិរបស់គាត់ហ្នឹងគឺជាមិត្តភក្តិប្រុសហើយគាត់ក៏បានចេះនៅរបៀបនឹងខ្លះហើយគាត់ក៏បាននិយាយសន្ទនានៅក្នុងតាមទូរស័ព្ទតែម្ដងហើយក៏បានដឹងរឿងដំណើរដើមចំតាក់ទងនឹងរឿងការកត់ទិញកតាបនឹងឯងបាទដោយសារតែមិត្តភក្តិរបស់គាត់ហ្នឹងអត់បានទិញកតាបប្រាំងរួមគ្នាទេគឺគាត់ទិញតែរបស់គាត់ហើយរបស់មិត្តភក្តិគាត់ហ្នឹងគឺបានទិញទេមិនដែរឲ្យមិត្តភក្តិរបស់គាត់ហ្នឹងមកតាមយករបស់ដែលពាក្យសន្យាជាមួយគ្នានឹងឯងហើយគាត់ក៏បានបន្តទៀតថាចាប់ពីពេលនោះមកគឺគាត់បានដឹងខ្លួនហើយគាត់ក៏បានយកកាបូបនោះទៅឯវត្តហើយគាត់ក៏បានឲ្យប្រសង់ធ្វើការស្រោចទឹករំដោះគ្រោះ
ហើយគាត់ក៏បានយកកាបូបនោះដុតចោលដើម្បីធ្វើការអទុកសលជូនទៅកាន់មិត្តភ័ក្តិរបស់គាត់វិញបាទហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសាច់រឿងមកតាមពីសន្យាដែលមិត្តភ័ក្តិក៏បានសន្យាជាមួយគ្នាបងប្អូនបាទហ្នឹងហើយខ្ញុំចែករំលែកសាច់រឿងមួយរឿងទៀតគឺរឿងតកតងនឹងបងអូនស្រីម្នាក់ទៀតនៅឯខាងខេត្តកំពតដែលគាត់បានចែករំលែកសាច់រឿងមកកាន់ខ្ញុំហ្នឹងចំនួន2សាច់រឿងសាច់រឿងទី1ហ្នឹងគឺតកតងនឹងគាត់ទៅលេងទឹកកាលគាត់នៅក្មេងរីឯសាច់រឿងទី2ហ្នឹងគឺបងប្អូនជីដូនមួយរបស់គាត់ទៅលក់ផ្លែឈើនៅ2ម៉ោង4បាទចំណែកឯសាច់រឿងទី1ហ្នឹងគឺកាលគាត់នៅក្មេងគឺនៅក្រៅផ្ទះរបស់គាត់ហ្នឹងមានដូចជាបឹងអ្នកទាំងអស់គ្នាដូចជាបឹងហើយគាត់ក៏បានចុះទៅលេងរាវដូចថារាវលៀសឬក៏រាវចាក់ចរែងអញ្ចឹងណាហើយសត្វតែមានថ្ងៃមួយហ្នឹងគឺគាត់បានទៅតែម្នាក់ឯងទេគឺគាត់រាវក៏ប្រាប់ថាទឹកហ្នឹងគឺត្រឹមក្បាលជង្គង់តែប៉ុណ្ណោះគាត់ក៏បានរាវលេងទឹកហ្នឹងទៅសត្វតែមានដៃមួយមកស្ទុះចាប់ជើងរបស់គាត់ហើយគាត់នោះគឺមានការភ័យខ្លាំងមែនទែនរហូតគាត់សែករកម៉ែឲ្យជួយហើយពេលនោះគឺគាត់មានអាយុត្រឹមតែ9ឆ្នាំតែប៉ុណ្ណោះគឺគាត់ភ័យខ្លាំងមែនទែនហើយគាត់ប្រាប់ថាគាត់កំពុងតែរាវហ្នឹងស្រាប់តែមានដៃអ្វីម្យ៉ាងគឺវែងមែនទែនបានមកចាប់ជើងរបស់គាត់ហើយគាត់ក៏បានស្រែកមកទំហឹងហើយគាត់ធ្វើការរត់បន្តនៅក្នុងទឹកហ្នឹងជើងគាត់ណាខំធាក់ដើម្បីរត់ចេញពីពពួកដែលថាចាប់ជើងរបស់គាត់ពេលគាត់បានរត់មកឡើងលើគោកហ្នឹងគឺជើងរបស់គាត់ហ្នឹងគឺឡើងក្រហមដូចថាឃើញសណាមដៃដែរចាប់ជើងរបស់គាត់ហ្នឹងគឺឃើញច្បាស់តែម្ដងហើយគាត់ក៏បានចូលដំណឹងនេះទៅប្រាប់ម្ដាយរបស់គាត់ហើយម្ដាយរបស់គាត់ហ្នឹងក៏បានធ្វើការស្រោចទឹកចេញឬក៏សូមរំដោះគ្រោះអញ្ចឹងណាបាទនេះគឺជាសាច់រឿងទី1របស់គាត់ហើយសាច់រឿងទី2ហ្នឹងគឺគាត់បានចែករំលែកប្រាប់ខ្ញុំដូចគ្នាទាក់ទងនឹងបងជីដូនមួយរបស់គាត់បានទៅលក់ផ្លែឈើងើបពីបលឹមអញ្ចឹងណាដូចថាបងប្អូនអ្នករស់ស៊ីមិនថាអ្នកលក់ត្រីបងអ្នកលក់បន្លែឬក៏បងប្រកបអាជីវកម្មលក់ដូរនៅឯផ្សារអញ្ចឹងគឺគាត់តែងតែងើបពីព្រឹកឬក៏ងើបពីបលឹមដើម្បីធ្វើការរៀបចំអ្វីអីវ៉ាន់ទៅលក់ដូរដើម្បីប្រកបមុខរបរប្រចាំថ្ងៃរបស់ពួកគាត់អញ្ចឹងណាអញ្ចឹងសាច់រឿងហ្នឹងគឺកើតឡើងនៅក្នុងអំឡុងឆ្នាំ2005ទៅ2006គាត់បានចែករំលែកមកកាន់ខ្ញុំចឹងដែរបាទក៏បានបន្តទៀតថានៅជំនាន់នោះគឺនៅសម័យកាលនោះគឺsmartphone នេះហ្នឹងគឺក៏មិនទាន់មានបច្ចេកវិទ្យាទំនើបពីប្រហែលដែរបាទបងប្អូនទាំងអស់គ្នាក៏ជិតដឹងហើយការជំនាន់នោះបាទមានតែទូរស័ព្ទក្បាលថេងតែង Nokia ហ្នឹងគឺអូខេគឺជំនាន់នោះបាទហើយពេលនោះផងដែរគឺបងអូនស្រីហ្នឹងក៏បានចែករំលែកទៀតថាបងចដូនមួយស្រីរបស់គាត់ហ្នឹងគឺបានទៅលក់ផ្លែឈើជាមួយឯម្ដាយរបស់គាត់ហើយគាត់ក៏បានធ្វើការងើបទៅឯផ្សារហើយចម្ងាយផ្សារពីផ្ទះគាត់ទៅផ្សារហ្នឹងបាទប្រើចម្ងាយរៀងយូរដែរចូលកន្លះម៉ោងជាងដែរបាទទៅដល់ផ្សារហើយគាត់ក៏បានធ្វើការរៀបចំអ្វីហើយគាត់ក៏បានជីកាត់ឯដើមឈើមួយកន្លែងរីឯដើមឈើមួយកន្លែងនោះគឺគេថាសម្បូរទៅដោយពួកអមនុស្សចឹងណាហើយគាត់ក៏មិនខ្លាចដែរធ្វើការលំបន្លាយគាត់ផ្សេងដូចជាការហៅបែបលក្ខណៈធ្វើជាម៉ួយមកទិញផ្លែឈើឬក៏ធ្វើជាសត្វឬក៏ធ្វើជាសម្លេងប្លែកគាត់ថាលើកទី1ហ្នឹងគឺគាត់មានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនដល់ពេលយូរទៅលើបែបលក្ខណៈថាប្លែកឬក៏យកខ្លះទៀតទៅធ្វើបែបលក្ខណៈធម្មតាទៅក៏ធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាធម្មតាដូចគ្នា
គឺគាត់អត់មានអារម្មណ៍ថាខ្លាចឬក៏អត់មានអារម្មណ៍ថាភ័យទេអ្នកទាំងអស់គ្នាដូចថាដូចយើងបន្លែងលេងជាមួយនឹងកូនគោឬក៏កូនក្របីអីចឹងឧទាហរណ៍យើងបន្លែងលេងជាមួយសត្វហ្នឹងឬក៏យើងលេងអ្វីមួយដែលថាជាប្រចាំថ្ងៃអញ្ចឹងណាអានេះគ្រាន់តែខ្ញុំប្រៀបធៀបឧទាហរណ៍ទេយើងធ្វើអ្វីមួយជាប្រចាំថ្ងៃអញ្ចឹងទៅរបស់ឯងដែលដតីគេគិតថាខ្លាចដល់ពេលយើងទៅលេងរបស់ហ្នឹងជាត្រឡប់ប្រចាំថ្ងៃទៅយើងមានអារម្មណ៍ថារបស់ហ្នឹងគឺធម្មតាអញ្ចឹងណាបាទហើយបងអូនស្រីនេះគឺគាត់គិតអញ្ចឹងដូចគ្នាដល់ពេលលោកគាត់យូរទៅបែរជាវិញ្ញាណទាំងអស់ហ្នឹងគឺមានអារម្មណ៍ថាលោកគេទៅអីផងលោកគេឡើងគេលេងខ្លាចហ្នឹងដល់ពេលអញ្ចឹងគឺគេហ្នឹងក៏ឈប់ឡើងទៅហើយតាំងពីពួកគាត់លេងខ្លាចទៅហើយពួកមនុស្សទាំងអស់ហ្នឹងលោកគេលេងខ្លាចក៏ឈប់ឡើងទៅបាទកន្លែងហ្នឹងគឺមានអារម្មណ៍ថារៀងអស់ស្ដាច់តិចដែរបាទលោកតាំងពីគេខ្លាចរហូតដល់តែគេលេងខ្លាចណាបាទហើយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ក៏ដូចជារឿងព្រឺព្រួយដែលខ្ញុំទទួលបានពីអ្នកដែលគាត់ជួបសាច់រឿងនឹងពិតក្នុងហេតុការណ៍ពិតជាក់ស្ដែងបាទដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាមានរឿងអ្វីដែលថាចង់ឲ្យខ្ញុំចែករំលែកសូមពុកម៉ែបងប្អូនទាំងអស់គ្នាអាចតំណែងមកខ្ញុំបានចាខ្ញុំដាក់លេខ Telegram របស់ខ្ញុំនៅខាងក្រោមវីដេអូហ្នឹងជាចុងក្រោយបើសិនជាមានកន្លែងខ្វះខាតឬក៏មានកន្លែងចំណុចដែលថាពុកម៉ែបងប្អូនស្ដាប់ទៅមិនសមរម្យសូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាខន្តីអធ្យាស្រ័យដល់រូបខ្ញុំបាទផងដោយសារតែនេះគឺជាចំណែកទី1របស់ខ្ញុំដែលខ្ញុំទើបតែធ្វើការនិយាយសម្រាប់រឿងព្រឺព្រួយលើកទី1ទេបាទហើយខ្ញុំក៏មិនមែនជាអ្នកជីបីដែរគ្រាន់តែថាខ្ញុំជួបរឿងចែករំលែកពីពុកម៉ែបងប្អូនបានច្រើនហើយខ្ញុំក៏ចាត់ជូនពុកម៉ែបងប្អូនសម្រាប់ទៅហើយសូមបញ្ជាក់ផងដែរខ្ញុំគ្រាន់តែជាអ្នកសម្រាប់រឿងព្រឺព្រួយចែករំលែកពីពុកម៉ែបងប្អូនតែថាគាត់ជួបរឿងហ្នឹងណាហើយគាត់ក៏មិនហ៊ាននិយាយក៏គាត់យកមកប្រាប់ខ្ញុំមិនចឹងតែបាទជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលយកពេលវេលាដ៏មានតម្លៃមកតាមស្ដាប់ channel របស់ខ្ញុំបាទសម្រាប់ PVR រឿងតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា